วิธีមួយនេះពិតជាល្អមែនសម្រាប់បងប្អូនណាដែលខ្លាចពស់ហើយក៏ហ៊ានចាប់ពស់ព្រោះដោយសារពស់មួយគឺវាមានប្រភេទខុសៗគ្នាជាពិសេសគឺមួយនេះហ្មងមួយនេះគឺជាប្រភេទពស់វេរនាមដោយសារតែបរិមនេះគាត់អត់ហ៊ានចាប់គាត់កាយអេសកាកាយដើមដូងគាត់អាដើមដូងស្អុយដើមដូងដែលងាប់ចេញទៅបែរជាឃើញពស់វេរនាមនៅក្នុងនៅក្រោមគល់ដូងនឹងតែម្ដងតែដល់ពេលចេញមកគាត់អត់បានហ៊ានចាប់នោះទេគាត់យកដៃអេសការបស់គាត់គឺចត់ទៅលើពស់នោះកុំឲ្យវារត់ទៅណាតែម្ដងបងប្អូនមិនមែនទូចទេគឺធំខ្លាំងមែនទែនហើយប្រភេទនេះគឺពឹសខ្លាំងមែនទែនបងប្អូនធ្វើឲ្យបរិមនេះគឺល្អមែនទែនគាត់មិនយកដៃទៅចាប់នំតែគ្រោះថ្នាក់នោះទេធ្វើលក្ខណៈថាយកអេសកាទៅចាប់ជំនួសដើម្បីការពារវាចឹកទោះបីវាចឹកត្រូវដៃអេសកាយ៉ាងណាក៏ដោយក៏នៅតែมันអាចប៉ះពាល់នោះតែព្រោះឲ្យវាជាដៃដែកវាមិនជាដៃមនុស្សដូច្នេះហើយធ្វើដោយបរិមនេះគឺល្អមែនទែនហើយប្រភេទពស់នេះគឺដូចដឹងស្រាប់ហើយចាក់តែមកពប់ទេមើលយកទៅពេលមិនទាន់ដឹងតែងាប់បដ ாய் ហើយធំមែនទែនបងប្អូនហើយជាពិសេសគឺនៅតាមចង្ការដូងឲ្យតែសម្បូរមិនព្រៃគឺដឹងថាមានវាបដ ாய் បងប្អូនពួកនៅតាមចង្ការដូងព្រៃនោះអីនោះសម្បូរមិនព្រៃច្រើនហើយពស់នេះក៏ច្រើនដែរព្រោះដោយសារវាចូលចិត្តទៅនៅម្ដុំនោះដោយសារតែវាមានចំណីដូចមិនព្រៃទោះបីមិនបានចាប់កូនវាក៏វាបានពងពីមិននោះដែរហើយពិសេសគឺអង្កែបក៏សម្បូរដែរនៅតាមចង្ការដូងព្រេងដូចនេះហើយគឺប្រភេទវេនាមនេះគឺសម្បូរមែនទែនឲ្យតែតាមចង្ការដូងព្រេងមិនសូវជាស្ដុកប្រមាណក៏វាអាចនៅបានដែរទោះបីមានរន្ធតិចតួចក៏វាអាចចូលទៅសងំលើនោះបានដែរហើយប្រភេទពស់មួយនេះគឺវាអាចឡើងលើដើមបានទៀតណាមិនលេងសើចទេមិនមែននៅតែក្នុងដីបាននោះទេវាឡើងបានឡើងលើដើមបានអាចចាំចាប់ចំណីធ្វើដោយបរិមនេះគឺអេមែនទែនការពារបានច្រើនជាមួយពួកប្រភេទពស់ពឹសបែបនេះចង់និយាយថាធំមែនទែនបងប្អូនអើយ